អ្នកធ្លាប់ដឹងទីសេចក្តីស្លាប់នៅពេលណាបើតាមខ្ញុំដឹងសេចក្តីស្លាប់គឺនៅជុំវិញយើងគ្រប់វិនាទីវិញ្ញាណវល់អារម្មណ៍មិនស្ងប់ទីបំផុតក្តីវិនិច្ឆ័យក៏បានមកដល់យប់នេះខ្ញុំចង់អ្នកគ្រូធ្វើអំពើដាក់មនុស្សម្នាក់ឯងទៅយកកាក់ក្នុងមាត់ខ្មោចស្រីទៅមកឲ្យយើងឯសាររបស់ឯងដល់ហើយមិត្តភក្តិរបស់យើងឯងជាអ្នកសម្លាប់យើងនឹងបំផ្លាញឯងចោលអត់ចង់ធ្វើនឹងមកចង់អានដែរនេះអ្វីដែលមិនគួរកើតវាក៏បានកើតឡើងក្នុងថ្ងៃនេះពេលសកម្មពេលនេះមានគ្រោះថ្នាក់ណាស់ចូលអ្នកទាំងអស់គ្នាប្រុងប្រយ័ត្នចូលរួមសម្ដែងដោយកម្ពុជាតារាចម្រៀងកំពុងពេញនិយមរបស់ផលិតកម្ម Sunday រឿងរីក្បាល8មានបញ្ចាំងជូនទស្សនាតែ4ថ្ងៃប៉ុណ្ណោះចាំពីថ្ងៃទី9ទី10ទី11និងទី12ខែមករាឆ្នាំ2014នេះទៅនៅរោងភាពយន្ត Royal ខេត្តកំពតមួយថ្ងៃបញ្ចាំង3លើកថ្ងៃម៉ោង2រសៀលម៉ោង4:30នាទីនិងយប់ម៉ោង7យប់សូមអរគុណគ្នាយូរណាស់ហើយតែមិនភ្លេចឡើយឈ្មោះមនុស្សធ្លាប់ស្រឡាញ់តែងតែរំលឹកទើបខូចចិត្តជាប្រចាំលាក់ការឈឺចាប់រួមជាមួយសង្សារថ្មីពិបាកខ្លាំងណាស់ពេលខ្លះភ្លេចខ្លួនក្បែរគេតែខំទុកចិត្តត្បិតមិនចង់ឲ្យគេសង្ស័យប្រមូលអារម្មណ៍ខំយកចិត្តស្មោះឲ្យអ្នកថ្មីប៉ុន្តែហេតុអ្វីបេះដូងភក្តីមិនភ្លេចគេឲ្យតែមានគេរំលឹកឈ្មោះអូនហេតុអ្វីបងនៅខូចចិត្តហេតុអ្វីបងនៅឈឺចាប់ពេលគេប្រាប់រឿងមានពេលទូកំពុងរីករាយទឹកមុខក៏ប្រែស្រពោនហើយមិនយល់សោះបងនៅតែបារម្ភអូនឲ្យតែមានគេរំលឹកឈ្មោះអូនធ្វើឲ្យបងឆ្អែតបាយចិត្តនឹកឃើញរាល់ថ្ងៃដែលធ្លាប់សង្ឃលឺភ្លៀងចាប់ផ្ដើមពួលតាមកទឹកភ្នែកមិនដឹងខ្លួនតែទ្រាំលាក់ខ្លួនពួនហោទឹកភ្នែកភ្លៀងឯងក្រែងចិត្តសង្សារថ្មីចិត្តស្នេហាព្រោះបែកគ្នាយូរណាស់ហើយតែមិនភ្លេចឈ្មោះមនុស្សធ្លាប់ស្រឡាញ់តែងតែរំលឹកទើបខូចចិត្តជាប្រចាំលាក់ការឈឺចាប់រស់ជាមួយសង្សារថ្មីពិបាកខ្លាំងណាស់ពេលខ្លះភ្លេចខ្លួនក្បែរគេតែខំទុកចិត្តត្បិតមិនចង់ឲ្យគេសង្ស័យប្រមូលអារម្មណ៍ខំយកចិត្តស្មោះឲ្យអ្នកថ្មីប៉ុន្តែហេតុអ្វីបេះដូងភក្តីមិនភ្លេចគេឲ្យតែមានគេរំលឹកឈ្មោះអូនហេតុអ្វីបងនៅខូចចិត្តហេតុអ្វីបងនៅឈឺចាប់ពេលគេប្រាប់រឿងមានពេលទូកំពុងរីករាយទឹកមុខក៏ប្រែស្រពោនហើយមិនយល់សោះបងនៅតែបារម្ភអូនឲ្យតែមានគេរំលឹកឈ្មោះអូនធ្វើឲ្យបង
ตุអ្វីបងនៅឈឺចាំពេលគេប្រាប់រឿងមាសមេទូកំពុងរីករាយទឹកមុខក៏ប្រែស្រពោនដែរមិនយល់សោះបងនៅតែបារម្ភតែមានគេរំលឹកឈ្មោះធ្វើឲ្យបងឆ្អែតបាយចិត្តនឹកឃើញតែទៅសងឡមានចាប់តាមទៅតាមទឹកភ្នែកមិនត្រឹងភ្នែកតែទ្រាំលែងខ្លួនពួនទឹកភ្នែកម្នាក់ឯងក្រៃចិត្តសង្សារថ្មីលើភ្លៀងចាប់តាមអួលតាមក៏ទឹកភ្នែកមិនដឹងខ្លួនតែទ្រាំលាក់ខ្លួនពួនហូរទឹកភ្នែកម្នាក់ឯងក្រែងចិត្តសង្សារថ្មីចិត្តស្នេហាព្រោះបែកគ្នាយូរណាស់ហើយតែមិនភ្លេចឡើយឈ្មោះមនុស្សធ្លាប់ស្រឡាញ់តែងតែរំលឹកទើបខូចចិត្តជាប្រចាំលក្ខការឈឺចាំរស់ជាមួយសង្សារថ្មីពិបាកខ្លាំងណាស់ពេលខ្លះភ្លេចខ្លួនក្បែរគេតែខំទុកចិត្តត្បិតមិនចង់ឲ្យគេសង្ស័យប្រមូលអារម្មណ៍ខំយកចិត្តស្មោះឲ្យអ្នកឆ្លើយមិនតែហេតុអ្វីបេះដូងភក្តីមិនភ្លេចគេឲ្យតែមានគេរំលឹកឈ្មោះអូនហេតុអ្វីបងនៅខូចចិត្តហេតុអ្វីបងនៅឈឺចាប់ពេលគេប្រាប់រឿងមានមេទូកំពុងរីករាយទឹកមុខក៏ក្រោយស្រពោនដែរមិនយល់សោះបងនៅតែបារម្ភអូនឲ្យតែមានគេរំលឹកឈ្មោះអូនធ្វើឲ្យបងឆ្អែតបាយចិត្តនឹកឃើញរាល់យ៉ាងไรដែលធ្វើសងឡលឺភ្លៀងចាប់ផ្ដើមធ្វើតាមក៏ទឹកភ្នែកមិនដឹងខ្លួនតែទ្រាំលាក់ខ្លួនពួនទឹកភ្នែកម្នាក់ឯងក្រែងចិត្តសង្សារថ្មីឲ្យតែមានគេរំលឹកឈ្មោះអូនហេតុអ្វីបងនៅខូចចិត្តហេតុអ្វីបងនៅឈឺចាប់ពេលគេប្រាប់រឿងមានហេតុអីកូនធ្វើចឹងដាក់កំពុងរីករាយទឹកមុខក៏ប្រែស្រពោនដែរមិនយល់សោះបងនៅតែបារម្ភឲ្យតែមានគេរំលឹកឈ្មោះអូនធ្វើឲ្យបងឆ្អែតបាយចិត្តនឹកឃើញតែធ្វើសងឡមានចាប់តាមទៅតាមក៏ទឹកភ្នែកមិនត្រឹងភ្នែកតែទ្រាំលែងខ្លួនពួនទឹកភ្នែកម្នាក់ឯងក្រៃចិត្តសង្សារថ្មីលើភ្លៀងចាប់ផ្ដើមអួលតាមក៏ទឹកភ្នែកមិនដឹងខ្លួនតែទ្រាំលាក់ខ្លួនពួនហូរទឹកភ្នែកម្នាក់ឯងក្រែងចិត្តសង្សារថ្មីស្រាបៀរកម្ពុជាស្រាបៀរជាតិមោទនភាពជាតិ